ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ហោរាសាស្ត្រតាំងក្បួនចិនពេលនេះគឺពាក់កណ្ដាលឆ្នាំ2026ដែលជាឆ្នាំមមីហើយក៏ជាពេលវេលាមួយដែលឪពុកម្ដាយត្រៀមលក្ខណៈនៅក្នុងការយកកូនឆ្នាំមមែនៅក្នុងឆ្នាំក្រោយនេះផងដែរអញ្ចឹងហើយយើងតែងតែមានសំណួរសួរតើឆ្នាំមមែនេះឪពុកម្ដាយឆ្នាំអ្វីគួរយកកូនឆ្នាំមមែទៅទើបមានសំណាងល្អមានវាសនាល្អកូនកើតមកឆ្លាតស្ដាប់សម្ដីស្ដាប់បង្គាប់និងមានសំណាងល្អដល់គ្រួសារអញ្ចឹងឆ្នាំមមែរាប់ទៅគឺជាឆ្នាំទី8នៅក្នុងរាសីចក្រចិនក៏ដូចជារាសីចក្រខ្មែរដែរហើយនៅអាស៊ីគេជឿថាកូនដែលកើតនៅក្នុងឆ្នាំមមែគឺមានចរិតស្លូតបូតទន់ភ្លន់ស្រឡាញ់សិល្បៈគិតគូរពីគ្រួសារប៉ុន្តែជីវិតអាចនឹងលំបាកខ្លះហើយត្រូវការការគាំទ្រពីឪពុកម្ដាយផងដែរចំណែកឯតាមហោរាសាស្ត្រចិនតាមហុងស៊ុយចិនគេគិតថាកូនដែលកើតនៅក្នុងឆ្នាំមមែគឺមិនសូវជាពេញនិយមនោះទេបើទោះបីជាកូននោះគាត់មានប្រាជ្ញាអាចនឹងឆ្លាតឆ្លៀសវៃហើយរូបសម្រស់ស្រស់ស្អាតផងដែរប៉ុន្តែគេមានជំនឿជឿថាជីវិតរបស់កូនអាចនឹងត្រូវការលះបង់ច្រើនហើយឪពុកម្ដាយព្យាយាមចង់ឲ្យកូនរស់នៅសន្តិសុខស្រួលដូច្នេះហើយគេពុំសូវជាពេញនិយមយកកូនឆ្នាំមមែទេជាពិសេសនោះគឺកូនស្រីព្រោះកូនស្រីអាចនឹងមានការលះបង់ច្រើនហើយជីវិតគឺមិនជារលូនប៉ុន្មាននោះទេតែយ៉ាងណាមិញចំណុចខ្លាំងរបស់គាត់គឺគាត់ប្រកែកអត់ធ្មត់ខ្ពស់ហើយអាចតាក់ទាញមនុស្សដែលភាពស្លូតបូតហើយភេទធំឡើងនឹងអាចកើតទៅជាមនុស្សដែលមានមិត្តភក្តិច្រើនហើយងាយទទួលបានជំនួយពីអ្នកដទៃផងដែរពិសេសដោយសារតអ្នកដែលកើតនៅក្នុងឆ្នាំមមែនេះគឺភាគច្រើនមានសម្រស់ស្រស់ស្អាតទន់ភ្លន់ស្លូតបូតមានចិត្តល្អស្រឡាញ់គ្រួសារអញ្ចឹងហើយគឺជាមនុស្សមួយដែលអាចក្លាយទៅជាអ្នកសិល្បៈតន្ត្រីករវិធីករឬធ្វើការណាដែលពាក់ព័ន្ធទៅនឹងរូបសម្រស់ត្រូវការសម្រស់ហើយនឹងការងារដែលស្អាតស្អាតអញ្ចឹងយើងចូលមកកាន់ប្រធានបទដ៏សំខាន់របស់យើងវិញតើឪពុកម្ដាយកើតឆ្នាំអ្វីដែលស័ក្តិសមល្អនៅក្នុងការយកកូនដែលកើតនៅក្នុងឆ្នាំមមែអញ្ចឹងឪពុកម្ដាយដែលស័ក្តិសមនឹងយកកូនដែលកើតនៅក្នុងឆ្នាំមមែយកទៅល្អខ្លាំងមានទី1នោះគឺឪពុកម្ដាយដែលកើតនៅក្នុងឆ្នាំមមីបើយកកូនឆ្នាំមមែគឺល្អខ្លាំងកូនមមែនឹងនាំសំណាងនិងភាពរីកចម្រើនមកឲ្យគ្រួសារឆ្នាំដែលល្អទី2នោះគឺឆ្នាំថោះគឺល្អណាស់នាំមកនូវស្ថិរភាពនិងការគាំទ្រដល់គ្រួសារឆ្នាំល្អទី3គឺឆ្នាំកលក៏ល្អខ្លាំងដែរនាំមកនូវសុភមង្គលនិងភាពសុខស្រួលឆ្នាំល្អទី4គឺឆ្នាំខាគឺនឹងមានភាពស្រស់ស្រួលគ្នានៅក្នុងគ្រួសារហើយផ្លូវចិត្តនៅក្នុងគ្រួសារក៏ល្អដែរដោយសារតែឆ្នាំទាំងនេះគឺមានការភូកងល្អជាមួយនឹងអ្នកដែលកើតនៅក្នុងឆ្នាំមមែធ្វើឲ្យឪពុកម្ដាយនិងកូនមាននិស្ស័យល្អនាំមកនូវសំណាងជួយទៅដល់ឪពុកម្ដាយចុះអ្នកដែលកើតនៅក្នុងឆ្នាំណាទៅដែលមិនគួរយកកូនឆ្នាំមមែដែលយកទៅអាចនឹងមិនសូវជាល្អឬមួយក៏បានត្រឹមមធ្យមឬមួយក៏ត្រូវប្រយ័ត្នទី1នោះគឺអ្នកដែលកើតនៅក្នុងឆ្នាំមមែផ្ទាល់ផងដែរអាចយកកូនបានឪពុកម្ដាយឆ្នាំមមែយកកូនមមែដូចគ្នាបានប៉ុន្តែវាមិនល្អបំផុតនោះទេមានភាពស្រស់ស្រួលគ្នាប៉ុន្តែកូនអាចនឹងពឹងទៅលើអ្នកខ្លាំងមែនទែនឆ្នាំដែលអត់ល្អបន្ទាប់ហ្នឹងគឺឆ្នាំជូតនិងឆ្នាំឆ្លូវដោយសារតែជូតឆ្លូវគឺឆុងជាមួយនឹងមមែអញ្ចឹងបើសិនជាបានកូនមមែមកគឺវាឆុងឪពុកម្ដាយមិនសូវល្អហើយងាយមានបញ្ហាហើយមានចំនួនតូចធំនៅក្នុងគ្រួសារអាចនិយាយថាឪពុកម្ដាយជូតនឹងឆ្លូវនិយាយទៅក៏កូនមមែហ្នឹងអត់សូវស្ដាប់គ្នាដែរពិបាកបង្រៀនពិបាកនិយាយគ្នាឬមួយក៏កំណត់ផ្ទុយគ្នាឬក៏ផ្ទះគ្នាអញ្ចឹងទៅអញ្ចឹងសរុបមកវិញនៅក្នុងឆ្នាំ2027ខាងមុខដែលជាឆ្នាំមមែភ្លើងនេះគឺឪពុកម្ដាយដែលកើតនៅក្នុងឆ្នាំមមីថោះនិងកលយកកូននៅក្នុងឆ្នាំនេះគឺល្អហើយហាមបំផុតសម្រាប់ឪពុកម្ដាយដែលកើតនៅក្នុងឆ្នាំឆ្លូវនិងឆ្នាំជូតមិនគួរយកកូនឆ្នាំមមែនោះទេព្រោះវាឆុងតែយ៉ាងណាមិញខ្ញុំនៅតែលើកទឹកចិត្តក្រៅពីការជឿទៅលើថ្ងៃខែឆ្នាំកំណើតរបស់កូនឪពុកម្ដាយការចិញ្ចឹមបីបាច់អប់រំផ្ដល់ភាពកក់ក្ដៅគឺពិតជាសំខាន់ណាស់សម្រាប់ឲ្យកូនធំឡើងដោយមានសុភមង្គល
និងក្លាយទៅជាមនុស្សល្អនៅក្នុងសង្គមនិងមានអនាគតល្អអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំមួយនេះជម្រាបលាជួបគ្នានៅវីដេអូក្រោយ